បាទសួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំហើយថ្ងៃនេះដែរខ្ញុំនាំអ្នកនរគ្នាមកកែកង់ដងសញ្ញូឡានScania ហើយខ្ញុំយកកង់ដងសញ្ញូ Hyundai 5 តោនមកកែដាក់ជំនួសកង់ដងសញ្ញូ Sin វ៉ាន់វាដែលមានបញ្ហាខូចបាទហើយថ្ងៃនេះដែរខ្ញុំនឹងបង្ហាញអ្នកនរគ្នាពីរបៀបតអញ្ចឹងមុននឹងយើងបានកែឲ្យវាដំណើរការបានដោយវ៉ាន់វា Sin គឺបងប្អូនត្រូវតែមានយ៉ូតអំពូលយ៉ូតសញ្ញាសម្រាប់យើងដាក់ដើម្បីឲ្យវាដំណើរការណាបងប្អូនអរគ្នាបាទអញ្ចឹងខ្ញុំនិយាយពីទូនាទីបនវាសិនហើយនិយាយពីកង់ដងសញ្ញូបនស៊ីនបនវាហ្នឹងខ្សែដែលវាបញ្ជាឲ្យអំពូលក្នុងកុងទ័រតាប្លូឡូតហ្នឹងវាមានអំពូលតែមួយគ្រាប់ទេហើយខ្សែតែមួយខ្សែទៅទេតែវាអំពូលនៅក្នុងកុងទ័រហ្នឹងវាមាននិមិត្តសញ្ញាវាឆ្វេងស្ដាំណាបងប្អូនអរគ្នាប៉ុន្តែខ្សែភ្លើងទៅតែមួយខ្សែទេហើយអំពូលវាមានតែមួយគ្រាប់ទេអញ្ចឹងទាមទារឲ្យយើងមានយ៉ូតអំពូលហ្នឹងពីរគ្រាប់ដើម្បីយើងភ្ជាប់ជើងយ៉ូតហ្នឹងមកខាងទៅខាងស្ដាំមកខាងទៅខាងឆ្វេងហើយមកជើងវាមកខាងទៀតគឺយើងយកវាមកពូតចូលគ្នាអញ្ចឹងបងប្អូនគ្នាដើម្បីឲ្យវាចេញភ្លើងទៅភ្ជាប់ជាមួយនឹងខ្សែសញ្ញាអំពូលបងប្អូនគ្នាបាទហើយមួយទៀតកុងតាក់សំផ្លូវបនវាជាម៉ាស់ម៉ូតាមួយខ្សែទេអញ្ចឹងយើងទាមទារឲ្យមានយ៉ូតអំពូលហ្នឹងពីរគ្រាប់ទៀតដើម្បីភ្ជាប់ជើងយ៉ូតមកខាងទៀតហ្នឹងជាមួយនឹងខាងខ្សែបញ្ជាឲ្យកង់ដងជើង5ម៉ាន់យើងហ្នឹងឲ្យវាដំណើរការហ្នឹងជាប់សងខាងណាបាទមានឆ្វេងស្ដាំហើយចុងយ៉ូតមកខាងទៀតមកយើងយកមកភ្ជាប់ពួបចូលគ្នាយកមកភ្ជាប់ជាមួយនឹងខ្សែម៉ាស់បញ្ជាពីកុងតាក់សំផ្លូវបនវាហ្នឹងបាទដើម្បីកង់ដងសញ្ញូយើងដំណើរការសំផ្លូវពេលយើងបើកសំផ្លូវអញ្ចឹងណាអ្នកនរគ្នាបាទឲ្យវាលោតឥឡូវខ្ញុំមកធ្វើទីឲ្យបងប្អូនមើលសិនបើសញ្ញូឲ្យបងប្អូនមើលបាទថាអំពូលវាមានប៉ុន្មានគ្រាប់នេះអំពូលវាមានតែមួយគ្រាប់ទេនិមិត្តសញ្ញាវាមានឆ្វេងស្ដាំវាអត់ដូចឡាន Hyundai យើងទេវាប្រើអំពូលឆ្វេងស្ដាំប្រើអំពូលពីរគ្រាប់តែនេះវាប្រើអំពូលតែមួយគ្រាប់ទេបើមិនយើងអត់មានយ៉ូតអំពូលដាក់ទេវាអត់ត្រូវជាមួយនឹងប្រព័ន្ធភ្លើងវ៉ាន់វាទេវាដំណើរការទេបើមិនយើងគូបតាខ្សែវាធ្វើឲ្យពេលដែលយើងបើកទៅខាងស្ដាំវាខាងឆ្វេងនឹងភ្លឺដែរអញ្ចឹងអ្នកនរគ្នាបាទវាឆ្លងចូលគ្នាពេលយើងដាក់យ៉ូតអំពូលនឹងទៅគឺវាអត់មានច្រាភ្លើងអីទៅទេអ្នកនរគ្នាបាទហើយមួយទៀតអាខ្សែភ្លើងចេញបនកង់ដងសញ្ញូបនស៊ីនវាមានខ្សែសញ្ញូទៅក្រោយខាងស្ដាំមួយទៅខាងមុខខ្សែមួយខ្សែទៀតសញ្ញូខាងមុខហ្នឹងវាមានខ្សែខាងនិយាយទៅខាងស្ដាំវាមានខ្សែពីរខ្សែបាទមុខក្រោយហើយខាងឆ្វេងវាមានខ្សែពីរខ្សែមុខក្រោយដូចគ្នាអ្នកនរគ្នាអញ្ចឹងពេលដែលយើងភ្ជាប់វាយើងត្រូវផ្គូពីចូលគ្នាមកបាទមុខក្រោយខាងឆ្វេងហើយមុខក្រោយខាងស្ដាំយើងត្រូវផ្គូចូលគ្នាមកបាទអញ្ចឹងកង់ដងសញ្ញូនេះគឺខ្ញុំភ្ជាប់ចិត្តហើយអ្នកនរគ្នាបាទអញ្ចឹងនៅតែខ្ញុំភ្ជាប់ខ្សែផ្សារតាពីរខ្សែទៀតហើយនឹងភ្ជាប់អាខ្សែម៉ាស់វិជាសំផ្លូវមួយទៀតគឺហើយអ្នកនរគ្នាបាទអញ្ចឹងបងប្អូនអរគ្នាចង់កែបងប្អូនអាចប្រើវិធីសាស្ត្រនឹងបានបងប្អូនអរគ្នាបាទព្រោះខ្ញុំកែឲ្យគេច្រើនដែរអ្នកនរគ្នាបាទឃើញថាវាដំណើរការល្អបាទពេលដែលយើងប្រើយ៉ូតអំពូលនឹងទៅគឺវាត្រូវនឹងប្រព័ន្ធបនវាគឺវាដំណើរការល្អបាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេចង់បង្ហាញទៅដល់បងប្អូនអរគ្នាពីរបៀបកែកង់ដងសញ្ញូឡាន Scania យើងយកកង់ដងសញ្ញូឡាន Hyundai 5 តោនមកកែដាក់ជំនួសកង់ដងសញ្ញូ Sin បនវាដែលមានបញ្ហាខូចណាបងប្អូនអរគ្នាបាទអញ្ចឹងវីដេអូខ្ញុំដល់ទីបញ្ចប់ហើយជម្រាបលាជួបគ្នានៅคลิปវីដេអូក្រោយទៀតបាទ